ដំហ៊ុនសុខាទីប្រឹក្សាសម្ដេចតេជោអញ្ជើញទទួលយកអតីតសកម្មជនគាំទ្រគណៈបកប្រឆាំងនានាដែលស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជានៅឃុំតានីស្រុកអង្គរជ័យខេត្តកំពតនាថ្ងៃទី30ខែមេសាឆ្នាំ2025នេះឯកឧត្តមហ៊ុនសុខាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណៈបកនៅមូលដ្ឋានខេត្តកំពតអញ្ជើញទទួលយកអតីតសកម្មជនគណៈបកប្រឆាំងនិងក្រុមប្រឆាំងនានានៅក្នុងឃុំតានីស្រុកអង្គរជ័យខេត្តកំពតចំនួន145នាក់ក្នុងពិធីនោះផងដែរមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ភូមិផាន់ណាវីឯកឧត្តមអោមម៉ាក់ធីរីឯកឧត្តមហុងភៀបលោកកុងសុខហេងនិងសមាជិកក្រុមការងារចលនាកសាងសមាជិកគណៈបកនៅក្នុងមូលដ្ឋានខេត្តកំពតអាជ្ញាធរស្រុកនិងឃុំនិងសកម្មជនសរុបចំនួន194នាក់ឯកឧត្តមហ៊ុនសុខាបានពំនាំនៃការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសំណេះសំណាលដល់សកម្មជនគាំទ្រមកពីអតីតគណៈបកផ្សេងៗនិងកោតសរសើរនៅការកែប្រែចិត្តជ្រើសរើសផ្លូវដ៏ត្រឹមត្រូវឡើងវិញគឺស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាឯកឧត្តមបន្តថាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដឹកនាំនិងអភិវឌ្ឍកម្ពុជាតាំងពីបាតដៃទទេបាតដៃឥតម្រាមរហូតមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសម្បើមនិងអភិវឌ្ឍលើគ្រប់វិស័យជាសមិទ្ធផលនៃការរក្សាសន្តិភាពប្រសិនជាប្រទេសជាតិគ្មានសន្តិភាពនរណាក៏មិនអាចធ្វើការរៀនសូត្រធ្វើដំណើរកម្សាន្តនិងប្រកបរបរអាជីវកម្មបានឡើយឧទាហរណ៍ដូចជានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាដើមសកម្មជនទាំងអស់គ្នាមានភាពសប្បាយរីករាយនៅពេលបានជួបជាមួយថ្នាក់ដឹកនាំនិងផ្ដល់ភាពកក់ក្ដៅព្រមទាំងបដិញ្ញាស្មោះស្ម័គ្រជាមួយគណៈបកប្រជាជនកម្ពុជានិងបញ្ជាលើពាក្យសម្ដីញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមសកម្មជនទាំងអស់យល់ឃើញយ៉ាងច្បាស់អំពីការអភិវឌ្ឍនិងកាន់តែយល់ច្បាស់ទៀតនោះគឺគណៈបកប្រឆាំងដែលនៅក្រៅប្រទេសគឺមានតែចក្ខុវិស័យតែមួយប៉ុណ្ណោះដើម្បីបំផ្លាញប្រទេសជាតិប៉ុណ្ណោះដូចជាឲ្យគេកាត់ជំនួយជាដើម